ភាគទី5សុបិនព្រមានពីគ្រោះថ្នាក់សួស្តីខ្ញុំជាមន្ត្រីសុវត្ថិភាពសូមនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីចំណេះដឹងសុវត្ថិភាពក្នុងភាគទី5សុបិនព្រមានពីគ្រោះថ្នាក់អូភ្លើងឆេះមែនទេឬមួយខ្ញុំកំពុងតែយល់សប្តិអូតាហើយប្រយ័ត្នវាគ្រោះថ្នាក់ណាស់ប្រយ័ត្នវាគ្រោះថ្នាក់ណាស់ឈប់សិនកុំទាន់ប្រើប្រាស់ឧបករណ៍នេះឲ្យសោះអូហេតុអ្វីទៅជាងអារីមើលណែកជុតកាត់ហ្គាសនេះមានឧបករណ៍ការពារហ្គាសហូរត្រឡប់ថយក្រោយ flashback arrestor តែពីរគ្រាប់នឹងអីគេអ្នកនិយាយពីអ្វីនេះគឺជារឿងសំខាន់វាគឺជាឧបករណ៍ការពារភ្លើងឆេះត្រឡប់ក្រោយឬហៅថា flashback arrestor អូដូច្នេះឬក៏មានដែរចុះវាមានទុកដើម្បីអ្វីមានមែនប៉ុន្តែត្រូវដំឡើងឲ្យបានត្រឹមត្រូវណាឧបករណ៍នេះជួយការពារភ្លើងឆេះត្រឡប់ក្រោយឬផ្កាភ្លើងពីក្បាលកាត់ចូលទៅក្នុងធុងហ្គាសដើម្បីការពារការផ្ទុះពេលកំពុងប្រើប្រាស់អូទូចប៉ុណ្ណឹងសោះតែវាសំខាន់ដល់ថ្នាក់នោះមែនទេចុះហេតុអ្វីនាងត្រូវហាមយើងមិនឲ្យធ្វើការត្រូវតែហាមឃាត់ហើយពីព្រោះវានៅមិនទាន់មានគ្រប់គ្រាន់ទេចាផ្អែកតាមស្តង់ដារសុវត្ថិភាពជុតក្បាលកាត់ហ្គាសត្រូវតែមានឧបករណ៍ការពារភ្លើងឆេះត្រឡប់ក្រោយ flashback arrestor សរុបទាំងអស់4គ្រាប់គឺនៅត្រង់ដងសាកាត់ចំនួន2គ្រាប់ដើម្បីការពារកុំឲ្យភ្លើងឆេះត្រឡប់ក្រោយចូលទៅតាមដងកាត់នៅត្រង់វាល់បង្ហូរចេញពីធុងអុកស៊ីសែនចំនួន1គ្រាប់នៅត្រង់វាល់បង្ហូរចេញពីធុងហ្គាសឥន្ធនៈ fuel gas ចំនួន1គ្រាប់ដូច្នេះសរុបទាំងឈុតគឺត្រូវតែមាន4គ្រាប់ទើបធានាសុវត្ថិភាពខ្ពស់មិនអាចខ្វះបានឡើយចាអូយល់ហើយគ្រាន់តែមានមិនគ្រប់គ្រាន់ទេត្រូវមើលទាំង4គ្រាប់ឬអត់អរគុណច្រើនណាស់ចឹងយើងប្រញាប់ទៅមើលជាងខាងនោះសិនថាឈុតដែលគាត់ប្រើ4គ្រាប់ឬអត់ភ្លេចត្រួតពិនិត្យឈុតផ្សារនិងឈុតកាត់ហ្គាសគ្រប់ឈុតមុនពេលប្រើប្រាស់ផងណាថាតើមានដំឡើងឧបករណ៍ការពារភ្លើងឆេះត្រឡប់ក្រោយឬដែលហៅថា flashback arrestor បានគ្រប់គ្រាន់ទាំង4គ្រាប់ហើយឬនៅប្រសិនបើមានភាពខុសប្រក្រតីឬខូចខាតត្រូវរាយការណ៍ជូនមន្ត្រីសុវត្ថិភាពមេការឬអ្នកដែលទទួលខុសត្រូវដើម្បីសុវត្ថិភាពទាំងអស់គ្នា